ពាក្យទី1គឺពាក្យ gratitude អូខេអានថា gratitude gratitude បើប្រែថាការកតញ្ញូតាឬក៏ការដឹងគុណអូខេការដឹងគុណឬកតញ្ញូតាណា gratitude ឧទាហរណ៍ I like to express my gratitude to my parent អូខេ I like to express my gratitude to my parent អូខេខ្ញុំសូមសម្ដែងនៅការដឹងគុណមាតាបិតារបស់ខ្ញុំអូខេខ្ញុំសូមសម្ដែងនៅការដឹងគុណចំពោះមាតាបិតារបស់ខ្ញុំអញ្ចឹង I like to express my gratitude to my parent អញ្ចឹងដឹងគុណគ្រូក៏បានដែរ I like to express my gratitude to my teachers អូខេអញ្ចឹងការសម្ដែងការដឹងគុណ decline បាទ decline មានន័យច្រើនបន្តិចប៉ុន្តែខ្ញុំលើកយកអត្ថន័យខ្លះ decline បកប្រែថាបដិសេធបកប្រែថាមិនព្រមបកប្រែថាធ្លាក់ចុះអូខេបើសេដ្ឋកិច្ចគេថាធ្លាក់ចុះអូខេអញ្ចឹងចំណូលគេហៅថាធ្លាក់ចុះពីមុនយើងចូល$1000ក្នុងមួយថ្ងៃឥឡូវចូលតា$700អញ្ចឹងក្នុងមួយថ្ងៃអញ្ចឹងមានន័យថាធ្លាក់ចុះអូខេបដិសេធនិងមិនព្រមអូខេ Dara declined the invitation to Chanti's party អូខេ Dara declines the invitation to Chanti's party អូខេ Dara បដិសេធចំពោះការអញ្ជើញទៅពិធីជប់លៀងរបស់ចន្ទីអូខេអញ្ចឹងមាន Dara គាត់បដិសេធមិនចូលរួមពិធីជប់លៀងរបស់ចន្ទីទេចន្ទីអញ្ជើញគាត់តែគាត់អត់បានទៅអូខេអញ្ចឹង Dara declines the invitation to Chanti's party As I grow older my health decline As I grow older my health declines អូខេខ្ញុំកាន់តែចាស់សុខភាពរបស់ខ្ញុំធ្លាក់ចុះអូខេ As I grow older ខ្ញុំកាន់តែចាស់ My health declines សុខភាពរបស់ខ្ញុំធ្លាក់ចុះ Assistant អូខេគ្នាយើងជាទូទៅឃើញពាក្យ assistant ច្រើនតែមានបទប្រែថាអ្នកជំនួយការអូខេអញ្ចឹង assistant មានពីរប្រភេទ assistant ដែលមាន T ចុងក្រោយគឺបទប្រែថាអ្នកជាមនុស្សណាបទប្រែថាអ្នកជំនួយការប៉ុន្តែ assistant ដែលមាន CE ចុងក្រោយគឺបកប្រែថាជំនួយឬការជួយជំនួយអាចជាលុយកាក់អាចជាគំនិតអាចជាអីផ្សេងទៀតណាជាលុយកាក់អាចជាគំនិតជាសម្ភារៈអីគេហៅថាជំនួយអូខេអញ្ចឹង assistant មាន2 assistant មាន T និង assistant CE អញ្ចឹង assistant មាន T មនុស្សបកប្រែថាអ្នកជំនួយការ assistant មាន CE ខាងក្រោយគឺបកប្រែថាជានាមដែលបកប្រែថាជំនួយឬក៏ការជួយអាចជាសម្ភារៈជាលុយជាកាក់អូខេ I need your assistant អូខេ I need your assistant និយាយពាក្យហ្នឹងន័យថាខ្ញុំត្រូវការជំនួយរបស់អ្នកឬក៏ខ្ញុំត្រូវការជំនួយពីអ្នកមានន័យថាត្រូវការការជួយមិនដឹងជាស្អីទេអាចលុយកាក់អាចអីផ្សេងៗទៀតតាមហ្នឹងអូខេ Call me if you need my assistant អូខេសូមតាក់ទងមកខ្ញុំបើអ្នកត្រូវការការជួយរបស់ខ្ញុំឬក៏ត្រូវការជំនួយពីខ្ញុំបរទេសគេអាសាប្រើណាស់ណា I need your assistant ហើយនឹងពាក្យ call me if you have you need any assistant ពេលយើងទៅប្រទេសក្រៅយើងពេលដែលមាន level មានផលវិបាកយើងមិនដឹង call អ្នកណាគេអញ្ចឹងមានអ្នកណាគេឲ្យ assistant របស់យើងមិនថាឲ្យការជួយរបស់យើងគឺយើងកត់លេខគេទុកនៅពេលដែលមានការយើងត្រូវ call ទៅគេអូខេអញ្ចឹង call me if you need any assistant សូមតាក់ទងមកខ្ញុំបើអ្នកត្រូវការជួយពីខ្ញុំឬក៏មានបញ្ហាអីអញ្ចឹងទៅអូខេ